ជំពូកទី8អំពីអវយវៈភេទនៃកម្មសិទ្ធិមាត្រា117កម្មសិទ្ធិមានអវយវៈភេទកាលណាការអាស្រ័យផលបានទៅបុគ្គលក្រៅពីកម្មសិទ្ធិករនៃទ្រព្យសិទ្ធិដែលនៅសល់សម្រាប់កម្មសិទ្ធិករឈ្មោះថាអសារកម្មសិទ្ធិមាត្រា118រូបភាពនៃអវយវៈភេទនៃកម្មសិទ្ធិមានផលុភោគសិទ្ធិប្រើប្រាស់និងអាស្រ័យនៅនិងសេវភាពផ្នែកទី1អំពីផលុភោគមាត្រា119ផលុភោគគឺការអាស្រ័យផលនៃអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃសម្រាប់រយៈពេលមួយកំណត់មិនឲ្យលើសពីមួយអាយុជីវិតនៃអ្នកបានសិទ្ធិអាស្រ័យផលនោះឡើយមាត្រា120ផលុភោគបង្កើតឡើងដោយច្បាប់ឬដោយការព្រមព្រៀងផលុភោគអាចបង្កើតឡើងដោយឥតកំណត់កាលក៏បានឬមានកំណត់កាលក៏បានឬរហូតដល់បំពេញបានសម្រេចនៅលក្ខខណ្ឌដែលបានកំណត់ក៏បានប្រសិនបើលក្ខខណ្ឌនៃរយៈពេលមិនបានបញ្ជាក់ផលុភោគត្រូវបានចាត់ទុកថាបង្កើតឡើងសម្រាប់រយៈពេលមួយអាយុជីវិតនៃអ្នកទទួលសិទ្ធិផលុភោគកិច្ចសន្យាផលុភោគនឹងយកជាការបានលុះត្រាតែបានធ្វើលិខិតតាមរូបមន្តយថាភូតកិច្ចសន្យានេះមិនអាចជំទាស់ពីតតេយ្យជនបានលុះត្រាតែបានចុះបញ្ជីសុរិយោដីរួចហើយមាត្រា121ផលុភោគីមានសិទ្ធិអាស្រ័យផលគ្រប់ប្រភេទជាផលធម្មជាតិជាផលស៊ីវិលដែលកើតចេញពីអចលនវត្ថុដែលខ្លួនមានសិទ្ធិមាត្រា122ផលធម្មជាតិដែលជាប់នឹងដីនៅពេលចាប់ផ្ដើមផលុភោគត្រូវបានទៅជាផលុភោគីផលធម្មជាតិដែលមានស្ថានភាពដូចគ្នានៅពេលចប់ផលុភោគត្រូវបានទៅអសារកម្មសិទ្ធិក៏ដោយគ្មានការទូទាត់ទៅវិញទៅមកសម្រាប់ការងារភ្ជួររាស់ឬច្រូតកាត់ឬពូជធាអ្វីឡើយប៉ុន្តែបើមានអ្នកជួលឬអ្នកប្រវាស់រួចហើយនៅពេលចាប់ផ្ដើមឬនៅពេលបញ្ចប់ផលុភោគអ្នកជួលឬអ្នកប្រវាស់នេះមិនត្រូវបាត់បង់ចំណែកដែលត្រូវបានមកខ្លួននោះទេមាត្រា123ផលស៊ីវិលបានទៅផលុភោគីតាមសមាមាត្រទៅនឹងរយៈពេលនៃផលុភោគមាត្រា124ផលុភោគីអាចអាស្រ័យផលដោយខ្លួនឯងផ្ទាល់នៅផលុភោគឬជួលឬប្រវាស់ឬក៏ផ្ទេរសិទ្ធិរបស់ខ្លួនដោយយកថ្លៃឬដោយឥតយកថ្លៃឲ្យទៅអ្នកដទៃបានក្នុងករណីជួលឬប្រវាស់កិច្ចសន្យាមិនត្រូវកំណត់ឲ្យហួសពី3ឆ្នាំឡើយប្រសិនបើចង់ជួលឬប្រវាស់បន្តកិច្ចសន្យាថ្មីត្រូវបញ្ចប់មុន1ឆ្នាំនៃថ្ងៃចប់កិច្ចសន្យាផលុភោគមាត្រា125ផលុភោគីអាស្រ័យផលពីការកើនជាយថាហេតុដោយលបាប់ទៅលើដីដែលខ្លួនមានសិទ្ធិផលុភោគមាត្រា126ផលុភោគីប្រើប្រាស់នៅសេវាភាពនានានឹងសិទ្ធិទាំងឡាយដែលកម្មសិទ្ធិករអាចអាស្រ័យផលបានលើកលែងតែសិទ្ធិចាត់ចែងមាត្រា127ផលុភោគីប្រើប្រាស់សិទ្ធិតាមរបៀបដូចគ្នានឹងកម្មសិទ្ធិករលើផលិតផលនៃកន្លែងយកថ្មដែលមានស្រាប់នៅលើដីដែលដាក់ជាផលុភោគមាត្រា128ផលុភោគីត្រូវបានទទួលថ្លៃឈ្នួលដែលត្រូវបង់ឲ្យកម្មសិទ្ធិករនៃដីពីសម្បទានិកអណ្ដូងរ៉ែក្នុងបរិវេណដីក្រោមសិទ្ធិផលុភោគរបស់ខ្លួនមាត្រា129អសារកម្មសិទ្ធិករមិនអាចធ្វើអ្វីឲ្យរំខានដល់សិទ្ធិរបស់ផលុភោគីទោះតាមរូបភាពណាក៏ដោយចំណែកឯផលុភោគីវិញនៅពេលអស់សិទ្ធិអាស្រ័យផលមិនអាចទាមទារសំណងនៃការកែលម្អដែលខ្លួនអះអាងថាបានធ្វើនៅលើអចលនវត្ថុជាប់ផលុភោគបានឡើយទោះជាអចលនវត្ថុនោះបានកើនតម្លៃដោយសារការរៀបចំរបស់ខ្លួនក៏ដោយផលុភោគីឬទាយាទរបស់ជននេះអាចដកយកចេញបាននៅកញ្ចក់ផ្ទាំងគំនូរនិងគ្រឿងតុបតែងផ្សេងៗដែលខ្លួនបានដាក់តាំងនៅក្នុងអគារប៉ុន្តែរៀបចំកន្លែងនោះឲ្យមានស្ថានភាពដូចដើមឡើងវិញមាត្រា130ផលុភោគីត្រូវទទួលបន្ទុកតែលើការជួសជុលថែទាំប៉ុណ្ណោះការជួសជុលធំជាបន្ទុករបស់អសារកម្មសិទ្ធិករលើកលែងតែការខូចខាតណា
ដែលបណ្ដាលមកពីការខ្វះស្មារតីថែទាំរបស់ផលុភោគីចាប់ពីទទួលបានផលុភោគមកក្នុងករណីនេះផលុភោគីត្រូវធ្វើដោយខ្លួនឯងការជួសជុលធំគឺការជួសជុលជញ្ជាំងទ្រខ្លោងទ្វារការរៀបចំឡើងវិញនៅធ្នឹមដំបូលទាំងស្រុងក្នុងការរៀបចំឡើងវិញនៅទំនប់ទឹកជញ្ជាំងទុកដីឬទឹកនិងរបងទាំងមូលការជួសជុលក្រៅពីនេះជាការជួសជុលថែទាំមាត្រា131ទាំងអាសាកម្មសិទ្ធិករទាំងផលុភោគីគ្មានកាតព្វកិច្ចសង់ឡើងវិញនៅអ្វីដែលបានទ្រុឌទ្រោមឬអ្វីដែលបានបំផ្លាញដោយករណីប្រធានសាក់ឡើយប៉ុន្តែបើអចលនវត្ថុដែលបានដាក់ធានារ៉ាប់រងដែលមកពីមហន្តរាយជាយថាហេតុអសារកម្មសិទ្ធិករឬផលុភោគីអាចសុំយកថ្លៃធានារ៉ាប់រងទៅជួសជុលឬសាងសង់ឡើងវិញបានមាត្រា132ផលុភោគីត្រូវទទួលក្នុងពេលដែលខ្លួនអាស្រ័យផលនៅបន្ទុកប្រចាំឆ្នាំនៃអចលនវត្ថុដូចជាពន្ធនិងអាករសហួយធានារ៉ាប់រងដែលត្រូវបង់ផលុភោគីត្រូវបន្តអនុវត្តកិច្ចសន្យានានារ៉ាប់រងធ្វើសារជាថ្មីឲ្យទាន់ពេលវេលានិងចុះកិច្ចសន្យានានារ៉ាប់រងដែលមានប្រយោជន៍ដល់អចលនវត្ថុជាផលុភោគរបស់ខ្លួនទោះជាកិច្ចសន្យាធានារ៉ាប់រងនោះកំពុងដំណើរការនៅពេលដែលផលុភោគបានចាប់ផ្ដើមហើយក្តីឬជាកិច្ចសន្យាធានារ៉ាប់រងដែលតម្រូវឲ្យធ្វើនាពេលក្រោយដោយអាសារកម្មសិទ្ធិករក្តីមាត្រា133ក្នុងពេលដំណើរការផលុភោគបើមានតតិយជនណាមកបៀតបៀនសិទ្ធិនៃអសារកម្មសិទ្ធិករផលុភោគីត្រូវជូនដំណឹងទៅអសារកម្មសិទ្ធិករបើមិនដូច្នោះទេផលុភោគីនោះត្រូវទទួលខុសត្រូវលើការខូចខាតដែលបណ្ដាលមកពីរឿងនោះចំពោះអសារកម្មសិទ្ធិករដោយករណីដែលខ្លួនបានធ្វើឲ្យខូចខាតដោយផ្ទាល់មាត្រា134ផលុភោគផុតរលត់ដោយមរណភាពនៃផលុភោគីដោយការផុតកំណត់រយៈពេលឬការសម្រេចបាននៅលក្ខខណ្ឌដែលបានកំណត់ដោយកិច្ចព្រមលះបង់សិទ្ធិរបស់ផលុភោគីដែលអចលនវត្ថុដែលជាប់ផលុភោគត្រូវអន្តរាយទាំងស្រុងដោយសេចក្តីសម្រេចរបស់តុលាការស្របតាមបទបញ្ញត្តិនៃមាត្រា135នៃច្បាប់នេះមាត្រា135ការបាត់បង់សិទ្ធិរបស់ផលុភោគីអាចនឹងត្រូវបានប្រកាសដោយតុលាការតាមបណ្ដឹងរបស់អសារកម្មសិទ្ធិករដោយហេតុថាផលុភោគីបានរំលោភលើការអាស្រ័យផលពិសេសប្រសិនបើផលុភោគីនោះធ្វើឲ្យមានវិការភាពលើអចលនវត្ថុឬទុកឲ្យអចលនវត្ថុខូចខាតដោយមិនថែទាំក្នុងករណីនេះម្ចាស់បំណុលនៃផលុភោគីមានសិទ្ធិប្តឹងទៅតុលាការដើម្បីសុំបន្តសិទ្ធិរបស់ផលុភោគីដោយធានាការជួសជុលនៅរាល់វិការភាពដែលមាននិងធានាសម្រាប់អនាគតដោយយោងទៅតាមកលៈទេសៈនិងហេតុផលផ្សេងៗតុលាការអាចប្រកាសការរលត់ដាច់ខាតនៃផលុភោគឬគ្រាន់តែបង្គាប់ឲ្យប្រគល់អចលនវត្ថុឲ្យអសារកម្មសិទ្ធិករដោយបង់ប្រាក់ប្រចាំឆ្នាំឲ្យផលុភោគីសិទ្ធិវ័នរបស់ជននេះនៅទឹកប្រាក់មួយចំនួនជាកំណត់រហូតដល់បញ្ចប់ផលុភោគមាត្រា136ការលក់អចលនវត្ថុដែលកំពុងជាប់ផលុភោគដោយអសារកម្មសិទ្ធិករមិនធ្វើឲ្យមានការផ្លាស់ប្ដូរណាមួយចំពោះផលុភោគីដែលកំពុងបន្តប្រើប្រាស់សិទ្ធិរបស់ខ្លួននោះទេលើកលែងតែមានការលះបង់ដោយជាក់លាក់ពីផលុភោគីមាត្រា137ប្រសិនបើផលុភោគមានតែលើអគារហើយអគារនោះត្រូវអន្តរាយជាយថាហេតុសិទ្ធិរបស់ផលុភោគីត្រូវរលត់ហើយផលុភោគីមិនអាចទាមទារសិទ្ធិផលុភោគលើដីឬលើសម្ភារៈសំណង់នោះទេប៉ុន្តែបើផលុភោគមានលើដីនិងលើអគារហើយបើអគារនោះត្រូវអន្តរាយផលុភោគនៅមានលើដីដដែលផ្នែកទី2អំពីសិទ្ធិប្រើប្រាស់និងអាស្រ័យនៅមាត្រា138សិទ្ធិប្រើប្រាស់គឺជាសិទ្ធិទទួលយកពីដីនៅបរិមាណផលចាំបាច់សម្រាប់សេចក្តីត្រូវការរបស់អដ្ឋគាហកៈនិងគ្រួសាររបស់ខ្លួនសិទ្ធិអាស្រ័យនៅគឺជាសិទ្ធិកាន់កាប់ផ្ទះនៅចំណែកចាំបាច់សម្រាប់រស់នៅរបស់អដ្ឋគាហកៈនិងគ្រួសាររបស់ខ្លួនទោះបីថ្ងៃក្រោយមកអដ្ឋគាហកៈនោះមានប្តីប្រពន្ធក្តីឬមានកូនក្តីក៏សិទ្ធិទាំងពីរនេះនៅតែមានដល់អដ្ឋគាហកៈដដែល
មាត្រា139សិទ្ធិប្រើប្រាស់និងអាស្រ័យនៅកើតឡើងនិងបាត់បង់ទៅវិញតាមបែបនៃផលុភោគដែរសិទ្ធិនៃអ្នកប្រើប្រាស់និងអ្នកអាស្រ័យនៅកំណត់ដោយខចែងក្នុងកិច្ចសន្យាតាមរូបមន្តលិខិតយថាភូតឬដោយបញ្ញត្តិនៃច្បាប់ដែលចែងអំពីសិទ្ធិនេះមាត្រា140អត្ថគាហកៈនៃសិទ្ធិប្រើប្រាស់ឬសិទ្ធិអាស្រ័យនៅមិនអាចផ្ទេរឬជួលសិទ្ធិរបស់ខ្លួនទៅអ្នកផ្សេងទៀតបានឡើយសិទ្ធិប្រើប្រាស់និងអាស្រ័យនៅជាសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលសិទ្ធិនេះបញ្ចប់នៅពេលមរណភាពនៃអត្ថគាហកៈឬដោយអនុវត្តតាមលក្ខខណ្ឌនៃកិច្ចសន្យាមាត្រា141ប្រសិនបើអត្ថគាហកៈនៃសិទ្ធិប្រើប្រាស់ប្រមូលយកផលទាំងអស់នៃដីឬប្រសិនបើអត្ថគាហកៈនៃសិទ្ធិអាស្រ័យនៅកាន់កាប់គេហដ្ឋានទាំងមូលអ្នកនោះត្រូវទទួលបន្ទុកចំណាយសហួយក្នុងការដាំដុះឬការជួសជុលថែទាំនិងបង់ពន្ធអាករនិងសហួយធានារ៉ាប់រងដោយផលុភោគីដែរប្រសិនបើអត្ថគាហកៈយកតែចំណែកណាមួយនៃផលឬកាន់កាប់តែមួយចំណែកនៃគេហដ្ឋានអ្នកនោះត្រូវចូលរួមចំណាយទៅតាមសមាមាត្រដែលខ្លួនអាស្រ័យផលនោះផ្នែកទី3អំពីសេវាភាពមាត្រា142សេវាភាពដីគឺជាបន្ទុកដែលផ្ទុកទៅលើដីមួយហៅដីបម្រើឬដីក្រោមសម្រាប់ការប្រើប្រាស់និងប្រយោជន៍នៃដីមួយទៀតហៅដីប្រើឬដីលើដែលជារបស់កម្មសិទ្ធិករផ្សេងទៀតមាត្រា143សេវាភាពកើតពីធម្មជាតិកើតពីច្បាប់ឬកើតពីការព្រមព្រៀងអាស្រ័យដោយស្ថានភាពនៃទីកន្លែងដោយការកំណត់របស់ច្បាប់ឬដោយការព្រមព្រៀងរវាងកម្មសិទ្ធិករអនុផ្នែកទី1អំពីសេវាភាពកើតពីធម្មជាតិមាត្រា144ដីក្រោមត្រូវទទួលទឹកដែលហូរតាមធម្មជាតិពីដីលើកម្មសិទ្ធិករនៃដីក្រោមមិនអាចលើកទំនប់ភ្លឺរបាំងឬការិយដតីផ្សេងទៀតទប់ការហូរនេះបានឡើយកម្មសិទ្ធិករនៃដីលើមិនអាចធ្វើអ្វីដែលធ្វើឲ្យកាន់តែធ្ងន់ដល់សេវាភាពនៃដីក្រោមបានឡើយមាត្រា145កម្មសិទ្ធិករនៃដីលើមានសិទ្ធិប្រើប្រាស់និងចាត់ចែងទឹកភ្លៀងដែលធ្លាក់មកពីលើដីរបស់ខ្លួនព្រមទាំងទឹកដែលមានប្រភពផុសឡើងនៅទីនោះលើកលែងតែក្នុងករណីដែលមានចែងក្នុងវិជ្ជខណ្ឌចុងក្រោយនៃមាត្រា144មាត្រា146កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរត្រូវទុកឲ្យទឹកហូរទៅលើដីជិតខាងហើយកម្មសិទ្ធិករនៃដីជិតខាងក៏ត្រូវមានកាតព្វកិច្ចដូចគ្នាចំពោះដីនៅឆ្ងាយទៅតាមតម្រូវការនៃកសិកម្មអនុផ្នែកទី2អំពីសេវាភាពកើតពីច្បាប់មាត្រា147សេវាភាពកើតពីច្បាប់មានគោលដៅប្រើប្រាស់ជាប្រយោជន៍សាធារណៈឬជាប្រយោជន៍ឯកជនសេវាភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈត្រូវកំណត់ដោយច្បាប់ឬដោយបទបញ្ជាពិសេសដែលបង្ខំទៅលើកម្មសិទ្ធិករសេវាភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍ឯកជនកំណត់ព្រំដែនដែលកម្មសិទ្ធិអាចធ្វើសកម្មភាពមួយចំនួនក្នុងដីរបស់ខ្លួនលើកលែងតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនៃកម្មសិទ្ធិករដីជិតខាងមាត្រា148ការកំណត់ព្រំដីនិងកម្មសិទ្ធិដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចយោងតាមសេចក្តីត្រូវការជាក់ស្ដែងនៃផលប្រយោជន៍រួមពិសេសតាមសេចក្តីត្រូវការនៃការធ្វើចរាចរណ៍មុននឹងធ្វើរបងឬកសាងអគារប្រភេទណាក៏ដោយដែលស្ថិតនៅជាប់នឹងផ្លូវសាធារណៈកម្មសិទ្ធិករចាំបាច់ត្រូវតែត្រួតពិនិត្យមើលនៅភាពសមស្របនៃអគារនោះជាមួយនឹងប្លង់តម្រង់ជួរប្រសិនបើមានរាល់លិខិតអនុញ្ញាតកសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ជួរដែលមានរួចហើយអាជ្ញាធរមានសមត្ថកិច្ចអាចសម្រេចធ្វើការផ្លាស់ប្ដូរទំហំផ្លូវបានតាមតម្រូវការចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈនៅពេលដែលអាជ្ញាធរធ្វើការសម្រេចពង្រីកទំហំផ្លូវសំណង់ទាំងឡាយដែលស្ថិតនៅលើបន្ទាត់តម្រង់ជួរត្រូវបន្ថយទៅក្រោយបើជារបងធម្មតាឬជាសំណង់ស្រាលអាជ្ញាធរតម្រូវឲ្យធ្វើការរំកិលចេញប្រសិនបើជាអចលនវត្ថុដែលមិនអាចជាកម្មវត្ថុនៃការផ្លាស់ប្ដូរកែសម្រួលរុះរើបានអចលនវត្ថុនោះត្រូវស្ថិតក្នុងសភាពដដែលសិនរហូតដល់
ពេលអាជ្ញាធរមានសមត្ថកិច្ចសម្រេចអំពីការពង្រីកដែលបានគ្រោងទុកការដកហូតកម្មសិទ្ធិមួយចំណែកឬទាំងស្រុងអាចប្រព្រឹត្តទៅបានដោយអនុវត្តត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ចំពោះដីដែលបានកាន់កាប់ស្របច្បាប់ព្រមទាំងរបងនិងសំណង់ទាំងឡាយដែលបានធ្វើឡើងត្រឹមត្រូវតាមបញ្ញត្តិនៃច្បាប់ម្ចាស់កម្មសិទ្ធិមានសិទ្ធិទាមទារឲ្យសងការខូចខាតរបស់ខ្លួនមាត្រា149កម្មសិទ្ធិករដែលចង់ធ្វើនៅលើដីរបស់ខ្លួននៅកិច្ចការដែលមានលក្ខណៈរំខានដល់ដីជិតខាងដូចជាការខួងអណ្ដូងការជីកស្ទូងដីការជីករុករកការកទុកវត្ថុប្រកបដោយគ្រោះថ្នាក់ដែលនាំឲ្យរំខានឬប៉ះពាល់ដល់សុខភាពត្រូវអនុលោមតាមបញ្ញត្តិនៃបទបញ្ជាពិសេសស្ដីពីការកំណត់ចម្ងាយដែលត្រូវប្រតិបត្តិឬស្ដីពីការដែលធ្វើសម្រាប់ទប់ជ្រែងមាត្រា150កម្មសិទ្ធិករមិនអាចនឹងធ្វើប្រហោងទ្វារឬបង្អួចកោយឬយ៉ត្រង់ចំគ្នាទៅវិញទៅមកចម្ងាយតិចជាង2ម៉ែត្រពីដីអ្នកជិតខាងបានទេមាត្រា151កម្មសិទ្ធិករមិនអាចដាំដើមឈើធំតូចមានកម្ពស់លើសពី2ម៉ែត្រនៅប្របព្រំដីជាប់គ្នាដែលមានចម្ងាយតិចជាង2ម៉ែត្រពីព្រំដីបានទេបើមិនដូច្នោះទេនឹងត្រូវបង្ខំឲ្យយកចេញកាលបើមានបណ្ដឹងពីកម្មសិទ្ធិករដែលមានប្រយោជន៍ក្នុងរឿងនេះមាត្រា152កម្មសិទ្ធិករដែលដីរបស់ខ្លួនត្រូវបានបិទជិតនិងគ្មានច្រកចេញចូលទៅផ្លូវសាធារណៈឬមានច្រកមិនគ្រប់គ្រាន់សម្រាប់អាជីវកម្មកសិកម្មឧស្សាហកម្មនៃកម្មសិទ្ធិរបស់ខ្លួនមានសិទ្ធិស្នើសុំបើកផ្លូវឆ្លងតាមដីអ្នកជិតខាងខ្លួនដោយត្រូវចេញសំណងតាមសមាមាត្រចំពោះការខូចខាតដែលបណ្ដាលមកពីកិច្ចការនោះមាត្រា153ជាគោលការណ៍ផ្លូវដូចមានចែងក្នុងមាត្រា152ត្រូវយកកន្លែងណាដែលមានចម្ងាយជិតជាងគេពីដីបិទជិតទៅផ្លូវសាធារណៈប៉ុន្តែត្រូវកំណត់កន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលត្រូវទទួលរងមាត្រា154ប្រសិនបើដីបិទជិតកើតឡើងពីការបែងចែកដីតាមរយៈការលក់ការដូរការចែកឬពីកិច្ចសន្យាផ្សេងទៀតការបើកផ្លូវឆ្លងកាត់អាចសុំតែនៅលើដីដែលនៅសល់ពីការបែងចែកប៉ុន្តែបើដីដែលនៅសល់ពុំអាចបង្កើតបានជាផ្លូវគ្រប់គ្រាន់បញ្ញត្តិនៃមាត្រា152និងមាត្រា153នៅតែអនុវត្តបានដដែលមាត្រា155កម្មសិទ្ធិករដែលចង់ប្រើទឹកដែលខ្លួនមានសិទ្ធិដើម្បីប្រើប្រាស់និងស្រោចស្រពដីរបស់ខ្លួនអាចទទួលបានផ្លូវនាំទឹកឆ្លងកាត់ដីដែលស្ថិតនៅចន្លោះកណ្ដាលបានតែត្រូវចំណាយសហួយសងការខូចខាតឲ្យម្ចាស់ដីនោះមាត្រា156កម្មសិទ្ធិករអាចបញ្ចេញទឹកស្រោចស្រពរួចហើយចេញពីដីខ្លួនឆ្លងកាត់ដីក្រោមបានតែត្រូវចំណាយសហួយសងការខូចខាតមាត្រា157កម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុងឬមួយចំណែកអាចបង្ហូរទឹកមិនល្អចេញបានតែត្រូវធ្វើឲ្យបានត្រឹមត្រូវតាមវិធីអនាម័យមាត្រា158កម្មសិទ្ធិករនៃដីជាប់មាត់ទឹកដែលចង់ប្រើប្រាស់ទឹកដើម្បីស្រោចស្រពដីរបស់ខ្លួនអាចមានសិទ្ធិធ្វើសិល្បកាយចាំបាច់ទល់ទៅនឹងដីដែលស្ថិតនៅមាត់ទឹកម្ខាងទៀតដើម្បីរៀបចំយកទឹកតែត្រូវទទួលបន្ទុកចេញសហួយនៃការខូចខាតមាត្រា159កម្មសិទ្ធិករនៃដីដែលព្រមឲ្យធ្វើការអ្វីលើដីខ្លួននោះអាចនឹងសុំប្រើទំនប់ឬរបាំងទឹកនោះបានដោយត្រូវចេញសហួយធ្វើនឹងសហួយថែទាំពាក់កណ្ដាលកម្មសិទ្ធិករនេះមិនត្រូវទារសហួយថ្លៃដីឡើយបើបានទទួលហើយត្រូវតែបង្វិលសងគេវិញអនុផ្នែកទី3អំពីសេវភាពកើតពីការព្រមព្រៀងមាត្រា160ត្រូវបានអនុញ្ញាតឲ្យកម្មសិទ្ធិករបង្កើតនៅលើដីរបស់ខ្លួននៅរាល់សេវភាពជាគុណប្រយោជន៍ដល់កម្មសិទ្ធិនៃដីផ្សេងទៀតឲ្យតែសេវភាពនោះមិនផ្ទុយពីសណ្ដាប់ធ្នាប់សាធារណៈការប្រើប្រាស់និងវិសាលភាពនៃសេវភាពនេះត្រូវកំណត់ដោយកិច្ចព្រមព្រៀងដែលបានបង្កើតសេវភាពនោះមាត្រា161សេវភាពកើតពីការព្រមព្រៀងអាចបង្កើតឡើងបានតែតាមលិខិតយថាភូតប៉ុណ្ណោះសេវភាពនេះមិនអាចតតេយ្យជនជំទាស់បានទេក្រោយពីការចុះលេខាចារឹកក្នុងបញ្ជីសូរិយោដីទំនាក់ទំនងសេវភាពរវាងដីបម្រើនិងដីប្រើនឹងត្រូវចប់នៅពេលដែលដីណាមួយក្នុងចំណោមដីទាំងពីរ
ត្រូវបានផ្ទេរឲ្យតតេយ្យជនណាម្នាក់បើការរក្សាទុកសេវភាពនោះមិនអាចបានចែងច្បាស់ក្នុងលិខិតផ្ទេរកម្មសិទ្ធិទេមាត្រា162កម្មសិទ្ធិករដែលបានបង្កើតសេវភាពលើដីរបស់ខ្លួនត្រូវបានចាត់ទុកថាយល់ព្រមរាល់អ្វីដែលចាំបាច់សម្រាប់សេវភាពនោះសេវភាពនៃការយកទឹកបង្កើតឡើងនៅកន្លែងប្រភពទឹកអនុញ្ញាតឲ្យអ្នកយកទឹកមានសិទ្ធិឆ្លងកាត់ដីដែលមានប្រភពទឹកនោះបានមាត្រា163កម្មសិទ្ធិនៃដីប្រើសិទ្ធិធ្វើរាល់ការចាំបាច់ផ្សេងៗលើដីបម្រើដើម្បីប្រើនិងរក្សាទុកសេវភាពបានមាត្រា164ការចាំបាច់សម្រាប់ប្រើនិងរក្សាទុកសេវភាពគឺជាសោហ៊ុយនៃកម្មសិទ្ធិករដីប្រើលើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះមាត្រា165កម្មសិទ្ធិករនៃដីបម្រើមិនអាចធ្វើអ្វីដែលមានបំណងបន្ថយការប្រើប្រាស់សេវភាពឬធ្វើឲ្យសេវភាពមិនអាចប្រើបានឡើយកម្មសិទ្ធិករនៃដីបម្រើមិនអាចបដូរស្ថានភាពនៃការប្រើប្រាស់សេវភាពដែលបានកំណត់ពីដំបូងមកបានទេប៉ុន្តែបើទុកសេវភាពក្នុងស្ថានភាពដើមនាំឲ្យកម្មសិទ្ធិករនៃដីបម្រើចំណាយប្រាក់លើការជួសជុលថែទាំច្រើនកម្មសិទ្ធិករនៃដីបម្រើអាចសុំដាក់សេវភាពជំនួសនៅទីផ្សេងទៀតបានដែលស្រួលប្រើដូចគ្នាហើយកម្មសិទ្ធិករនៃដីប្រើមិនអាចបដិសេធបានឡើយមាត្រា166ចំណែកឯកម្មសិទ្ធិករនៃដីប្រើអាចប្រើប្រាស់សេវភាពតែក្នុងព្រំដែនដែលបានកំណត់ក្នុងកិច្ចសន្យាដោយមិនអាចធ្វើនៅលើដីបម្រើឬដីរបស់ខ្លួនឲ្យមានការប្រែប្រួលណាមួយដែលអាចមានឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានភាពនៃបម្រើបានឡើយរូបផ្នែកទី4អំពីការផុតរលត់នៃសេវភាពមាត្រា167សេវភាពផុតរលត់ដោយការបញ្ចប់កិច្ចព្រមព្រៀងដែលបង្កើតសេវភាពនោះដីប្រើនិងដីបម្រើធ្លាក់ក្នុងដៃកម្មសិទ្ធិករតែម្នាក់ឬមហន្តរាយទាំងស្រុងនៃដីដែលជាទីតាំងសេវភាពនោះ